នេះជាដំណើរការនៃការផ្លាស់ប្ដូរគ្រាប់ធ្មេញឲ្យលោកគ្រូគាត់នឹងធ្វើការកាត់ប្រភេទគ្រាប់ធ្មេញខាងក្រោមបានន័យថាគ្រាប់ធ្មេញរេស៊ីនជ័រខាងក្រោមហ្នឹងគឺលោកគ្រូគាត់ទីទៀតគាត់នឹងកាត់ទៅហើយគាត់កាត់គ្រាប់ធ្មេញហ្នឹងចេញដើម្បីធ្វើការព្យាបាលធ្មេញហ្នឹងព្រោះដោយសារតែពីមុនមកគេប្រើបកគោលពីនណាបងប្អូនបកគោលពីនហ្នឹងគឺគេមូចូលទៅក្នុងគ្រាប់ធ្មេញរបស់យើងហ្មងណានេះលោកគ្រូគាត់ចាប់ផ្ដើមមូវាចេញហើយបងប្អូនមិនបាច់ចាំបាច់ភ័យថាមូចេញអញ្ចឹងឈឺអត់មានអីឈឺទេបងប្អូនហើយសម្រាប់ការយកចេញរួចហើយលោកគ្រូគាត់នឹងចាប់ផ្ដើមព្យាបាលជូនបងប្រុសហើយសម្រាប់ការព្យាបាលអីហ្នឹងព្យាបាលតតែស្អាតហើយ dressing បានន័យថាយើងផ្អាប់ថ្នាំស្លាប់មេរោគនៅក្នុងធ្មេញហ្នឹងហើយបើយើងចាប់ផ្ដើមចប់ការព្យាបាលលោកគ្រូមានថត X-ray អីត្រឹមត្រូវរួចអស់ហើយបានគាត់ចាប់ផ្ដើមធ្វើការខាំបកគោលហើយខាំពុំយកហ្មងអញ្ចឹងណាហើយវីដេអូនេះអ្នកគ្រូកាត់ទេហើយនឹង speed ខ្លះព្រោះដោយសារតែបើសិនជាអត់កាត់អញ្ចឹងបើធ្វើឬក៏ថតទាំងអស់ហ្មងគឺច្រើនសម្រាប់បងប្អូនដែលគាត់ចង់ផ្លាស់ប្ដូរគ្រាប់ធ្មេញចង់ដាក់ធ្មេញអីអាចតាក់ទងមកអ្នកគ្រូបានព្យាបាលធ្មេញអីទៅគឺតាក់ទងជាមួយនឹងសុខភាពមាត់ធ្មេញគឺខាងគ្រូមានទាំងអស់ឥឡូវដល់បកគោលដៃអ្នកគ្រូសុំនិយាយចំណុចហ្នឹងបន្តិចមានអូនមួយគាត់ខមមិននៅក្រុមវីដេអូអ្នកគ្រូមុនដូចជាមិនដឹងថានៅវីដេអូមួយណាគាត់បានខមមិនវីដេអូអ្នកគ្រូហៅខមមិនគាត់អត់ឃើញណាគាត់ខមមិនថាអ្នកគ្រូគួរតែបញ្យល់អ្នកជំងឺឲ្យសោបជាប្រភេទគ្រាប់ធ្មេញស៊ីកានីឬក៏ដាក់ជាបកគោលគ្រាប់ធ្មេញស៊ីកានីឲ្យអ្នកជំងឺគ្មានគ្រូពេទ្យណាមិនបញ្យល់អ្នកជំងឺទេអូនប៉ុន្តែជួនកាលលទ្ធភាពគាត់មានត្រឹមអាចដាក់ត្រឹមជាប្រភេទគ្រាប់ធ្មេញសេរ៉ាមិចយើងអត់អាចទៅបង្ខំអ្នកជំងឺឲ្យដាក់ប្រភេទគ្រាប់ធ្មេញស៊ីកានីបានទេអូនហើយគ្រាប់ធ្មេញសេរ៉ាមិចក៏មិនអន់ដែរយើងអាចប្រើប្រាស់បាន